ពេលនេះបុស្បានិងស្ដេចគ្រុឌបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធស្ដេចគ្រុឌក៏និយាយទៅកាន់បុស្បាថាអូទើបតែម្សិលមួយថ្ងៃសោះធំប៉ុណ្ណាណីទៅហើយឯណាឪពុកនាងអូព្រិចថាឪពុកនាងងាប់បាត់ទៅហើយពេលនោះផងដែរបុស្បាក៏មានកំហឹងដែលស្ដេចគ្រុឌនិយាយបញ្ឈឺចិត្តនាងក៏ប្រើបំទុះថាមពលដើម្បីរួតទៅច្បាំងជាមួយស្ដេចគ្រុឌតែម្ដងប៉ុន្តែនាងមិនអាចយកឈ្នះស្ដេចគ្រុឌបានទេព្រោះស្ដេចគ្រុឌនៅកម្រិតថ្នាក់9គឺថ្នាក់កំពូលគ្រាន់តែស្ដេចគ្រុឌវាយពី3ដៃនាងរបួសពេញខ្លួនពេលនោះផងដែរថាមពលក៏រត់ទៅកន្លែងដើមវិញពេលនាងឃើញថានាងមិនអាចឈ្នះស្ដេចគ្រុឌបានទេពេលនោះឃើញថាឪពុករបស់នាងកំពុងប្រយុទ្ធជាមួយសេនានាងក៏ប្រើវិធីបង់រួញដីដើម្បីរួចគេចពីឪពុករបស់នាង